គ្រប់ជំស៊ូបងប្អូនលោកស្រីស្វាគមន៍មកកាន់កាយភាគលើទីផ្សារហាងឆេងមាសប្រចាំថ្ងៃដោយខ្ញុំបាទស្រឿនបងប្អូនលោកស្រីយើងឃើញថាតម្លៃហាងឆេងមាសបានបន្តរងទំព័រសតចុះបន្ថែមទៀតនៅក្នុងថ្ងៃទី24កក្កដា2026នេះការបាទសតចុះបន្ទាប់ពីមានការកើនឡើងដ៏ខ្លាំងក្លានៃទីផ្សារបាទប្រេងឆៅរួមទាំងកំណើននៃប្រាក់ដុល្លារយើងនឹងហៅថាក្រោយពីពួកហ៊ុនទីនៃអាយ៉ាមែនបានបើកការវិបហាទៅលើនាវាពីគ្រឹះរបស់ប្រទេសអារ៉ាប៊ីសាឌីកាលពីម្សិលមិញបាទបានធ្វើឲ្យបាទទីផ្សារប្រេងឆៅកើនឡើង3%ភ្លាមលើដុល្លារក៏មានការស្ទង់ឡើងដាក់សម្ពាធដល់ផ្សារហ៊ុននិងរូបិយប័ណ្ណផ្សេងទៀតរួមទាំងតម្លៃហាងឆេងមាសដែលគិតហាងឆេងជាដុល្លារបាទមានការបន្ថយនឹងរងទំព័រសតចុះផងដែរតើមាសគូទិញឡើងត្រឡប់ទៅវិញទេនៅក្នុងរង្វង់4040ដុល្លារក្នុង1អោនឬក៏រង្វង់4860ដុល្លារក្នុង1តម្លឹងយើងមើលពីស្ភាពការវិវត្តគិតមកត្រឹមម៉ោងនេះព្រឹកមិញប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសអំពីការដាក់ពន្ធគយទៅលើពន្ធពលកម្មប្រមាណ10ទៅ12%កន្លះទៅលើប្រទេស60ប្រទេសជំនួសឲ្យអត្រាពន្ធគយឬបរិការពន្ធ reciprocal tariff ដែលត្រូវបានលុបចោលដោយតុលាការកំពូលកាលពីខែកុម្ភៈកន្លងទៅវាជាព័ត៌មានមួយជំរុញឲ្យស្ថានភាពទីផ្សារមានភាពច្បូកច្បល់បន្ថែមទៀតពិសេសបាទទៅលើទីផ្សារហាងឆេងមាសដែលជាទ្រព្យសម្បត្តិភាពដែលមានការរងឥទ្ធិពលអំពីបញ្ហាពន្ធគយទី1ទី2តាក់ទងបាទទៅនឹងការវិវហាជុំទី13តាមរយៈទីសំណាក់រាជការកណ្ដាលសិនខំរបស់សហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានបើកការវិវហាជុំទី13កាលពីវេលាម៉ោង6:45នាទីព្រឹកមិញហើយទើបតែបញ្ចប់មុននេះបន្តិចនៅវេលាម៉ោងប្រមាណជា8:20នាទីហើយសភាពការវិវត្តនៅមជ្ឈមពាននៅតែបន្តមានកម្ដៅដែលជំរុញឲ្យទីផ្សារថាមពលទីផ្សារប្រេងឆៅនៅរក្សាកម្រិត$100ក្នុង1ធុងបារ៉ែលខណៈដែលបាទបច្ចេកទេសជួញដូរនៅក្នុងថ្ងៃនេះគេឃើញថាមាសហាក់នៅទៅឬមួយក៏ជាតំបន់តស៊ូកម្រិត$4000ក្នុង1អោនតើគួរទិញឡើងត្រឡប់ទៅវិញទេបាទសម្រាប់ការតែចូលច្រើននេះជាការសន្និដ្ឋាននៃការវិវត្តចុងក្រោយរបស់ខ្ញុំមាសស្ថិតក្នុងតំបន់មួយជាតំបន់ strong support ឬក៏ជាតំបន់មួយតំបន់ដែលមានតម្រូវការបាទទិញឡើងតទៅវិញតំបន់លើកម្រិត$4000ក្នុង1អោនបើជាតំបន់មួយដែលយើងអាចធ្វើការទិញឡើងតទៅបានហើយកាលថ្ងៃដើមសប្តាហ៍ខ្ញុំបានផ្ដល់យោបល់ឲ្យទិញឡើងពីកម្រិត$4000ក្នុង1អោនម្ដងហើយក៏បានបាទទៅកាត់ចំណេញនៅក្នុងរង្វង់បាទ$4160ជាងក្នុង1អោនឥឡូវនេះឃើញថាបស្រកចុងប្រច្រើនបាទជាសេចក្តីសន្និដ្ឋានថ្មីរបស់ខ្ញុំនៅក្នុងថ្ងៃចុងសប្តាហ៍នេះរួមទាំងសប្តាហ៍ក្រោយមាសនៅមានលទ្ធភាពកើនឡើងបាទត្រឡប់ទៅវិញយ៉ាងណាដល់យើងទៅមើលបច្ចេកទេសជួញដូរបន្ថែមទៀតដើម្បីរកពីតម្លៃជួញដូរពិតប្រាកដរួមទាំងបាទវិធីសាស្ត្រគ្រប់គ្រងហានិភ័យបាទបន្ថែមទៀតយើងចាប់ផ្ដើមធ្វើការវិភាគបាទទៅលើក្រាប candlestick ឬក៏បច្ចេកទេសបាទយើងឃើញថាមាសបាទមកទៅក្នុងកម្រិត$4000បាទ$4040ក្នុង1អោនហើយតំបន់នេះបើយើងមើលតាមរយៈបច្ចេកទេស Fibonacci ជាតំបន់ Golden Zone បាទ61%បាទគឺជាតំបន់ល្អមែនទែនរបង60និង70%នេះហើយបើយើងវាស់តាក់ទង Smart Money Concept ឬក៏ SMC Concept តំបន់នេះគឺបាទជាតំបន់ on the block ដែលយើងអាចពិចារណាការទិញឡើងបាទត្រឡប់ទៅវិញហើយអញ្ចឹងសម្រាប់មាសទាំងសភាពការទូទៅរួមទាំងបច្ចេកទេសនៅទីនេះខ្ញុំនៅតែផ្ដល់យោបល់ឲ្យបងប្អូនស្រីអាចធ្វើការបាទទិញឡើងត្រឡប់ទៅវិញបានហើយតំបន់បាទ2ដែលអាចនឹងស្រកចុះគឺក្នុងរង្វង់$4000បាទ40នេះហើយនឹងតម្លៃបន្ទាប់គឺ$4000បាទដុល្លារគាត់ក្នុង1អោនយ៉ាងណាក៏ដោយតំបន់$4000នេះខ្ញុំផ្ដល់យោបល់ថាគូទិញឡើងបាទត្រឡប់ទៅវិញហើយ stop loss អាចក្នុងរង្វង់ក្រោម$4000បាទក្នុង1អោនហើយឡើងវិញអាចទៅដល់ក្នុងតំបន់ណាទី1គឺក្នុងកម្រិត$4116ក្នុង1អោនហើយនឹងទី2ទៅក្នុងកម្រិតខ្ពស់ជាងតំបន់ចាស់កាលពីម្សិលមិញថ្ងៃគឺរង្វង់$4170ក្នុង1អោនអញ្ចឹងមាសបាទជាការសន្និដ្ឋាននៃការវិតម្លៃរបស់ខ្ញុំនៅក្នុងព្រឹកនេះគឺរកកន្លែងបាទទៅទិញទៅវិញបាទបានហើយបាទសូមអរគុណហើយខ្ញុំអាប់ដេតបន្ថែមទៀតនៅបាទក្នុងពេលក្រោយសូមអរគុណម្ដងទៀតដល់បងប្អូនស្រីតែងតែនិយមតាមដានរកការវិភាគលើទីផ្សារហាងឆេងមាសដែលខ្ញុំបាទផ្ដល់សេរីនៅលើ page របស់ក្រុមហ៊ុន BFX Capital បើសិនជាបងប្អូនស្រីមានចម្ងល់បាទចង់ចូលឈ្មោះចូលរៀនចូលក្រុម VIP ទទួលបានការប្រឹក្សាបន្ថែមបងប្អូនស្រីគ្រាន់តែមានគណនីជាមួយខ្ញុំបាទនៅទីនេះបាទតាមរយៈខ្ញុំបាទនៅក្រុមហ៊ុន BFX Capital ដែលមានការតាក់ទងចាំបាត់តតាមរយៈលេខទូរស័ព្ទ61 066 64 និង 9 ឬក៏អញ្ជើញមកកាន់កន្លែងក្រុមហ៊ុនតនៅបាទក្រុមហ៊ុន BFX Capital នៅលើបណ្ដោយផ្លូវបាទព្រះនិវមជួបគ្នានៅក្នុងបាទការវិភាគលើក្រោយទៀតសូមអរគុណនិងជម្រាបលា Scan QR ឥឡូវនេះដើម្បីទទួលបានព័ត៌មានថ្មីៗអំពីទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្នភាពទីផ្សារការវិភាគនិងការអប់រំពី Channel Telegram ផ្លូវការរបស់ក្រុមហ៊ុន BFX Capital
។